ពេលខ្ញុំភាវនាពុទ្ធោសាថ្មីពេលមានគ្រួសារហើយគឺមានពេលវេលាភាវនាពុទ្ធោសាថ្មីដែលចម្រើនដេកដើរឈរអង្គុយដោយអត់មានការងារធ្វើមួយថ្ងៃអាចអង្គុយពេនភ្នែនបាន7ដងដោយការភាវនាពុទ្ធោដកដង្ហើមចូលពុទ្ធខ្ញុំដកដង្ហើមចេញធោដកដង្ហើមវែងចូលខ្ញុំទន្ទិញថាពុទ្ធដកដង្ហើមវែងចេញខ្ញុំទន្ទិញថាធោដកដង្ហើមខ្លីចូលខ្ញុំទន្ទិញថាពុទ្ធដកដង្ហើមចេញខ្លីខ្ញុំទន្ទិញថាធោតែងទន្ទិញពុទ្ធធោពេលខ្ញុំបត់ដើរចូលខ្ញុំទន្ទិញថាពុទ្ធដកបត់ដើរចេញទន្ទិញថាធោពេលដើរខ្ញុំជើងស្ដាំខ្ញុំទន្ទិញថាពុទ្ធពេលដើរជើងឆ្វេងដាក់ជើងឆ្វេងខ្ញុំទន្ទិញថាធោពេលចូលបន្ទប់ទឹកខ្ញុំតែងទន្ទិញថាកើតស្លាប់ដកដង្ហើមចូលកើតដកចេញស្លាប់គឺមានពេលវេលាភាវនាជាប់ខ្លាំងមែនតែនមួយថ្ងៃពេនភ្នែនបាន7ដងចម្រើនយូរដោយសបាយរីករាយនឹងប្រាថ្នាស្រាប់តែចេញឈឺវិញទៀតឈឺហើយយល់សពខេញពន្លឺភ្លើងចិញ្ចាចលើមេឃប្រាប់ថាឲ្យខ្ញុំរៀបអាសនៈឲ្យខ្ញុំរៀបអាសនៈទៅពេទ្យខ្ញុំទៅពេទ្យវិសាលសុខវិបុលសុខពេទ្យលឹមសេវត្ថាពេទ្យអីផ្សេងកាលសម័យនោះទៅពេទ្យច្រើនពេទ្យណាទៅពេទ្យដល់វិបុលសុខគ្រូពេទ្យមើលថាខ្ញុំជំងឺអារម្មណ៍ព្រោះពេលខ្លះអស់កម្លាំងក៏អស់កម្លាំងដើរមិនរួចវល់ក៏ធ្លាក់ក្អួតតែម្ដងលោកប្រាប់ថាឲ្យរៀបអាសនៈខ្ញុំរឹងខ្ញុំអត់រៀបទេព្រោះខ្ញុំអត់ជំនឿលើផ្លូវគ្រូមិនអាគមទេត្រប់មកខ្ញុំអត់ជឿខ្ញុំមិនខុសពីលោកបណ្ឌិតសានសុជាប្រហែលទេគឺអត់ជឿទេរឿងមិនអាគមអីនោះអត់ជឿសោះតែបញ្ជាឲ្យរៀបបានគ្រូសាខ្ញុំថារៀបទៅគ្រាន់តែរូបព្រះហើយបាយស័យប៉ុណ្ណឹងមានអីខុសក៏រៀបទៅរៀបហើយនិមន្តលោកដែលគេចេះមិនសមាធិកពោមួយអង្គលោកអុយមកប្រសិទ្ធិប្រលោកសមាធិដែលធ្លាប់ដឹងថាលោកសមាធិដែរប៉ុន្តែលោកមានញាណបារមីលោកមកដល់ថាអាសនៈខ្ញុំនេះរៀបខុសទៀតខ្ញុំក៏ពិបាកចិត្តណាស់ដែលគេថារៀបខុសពេលនោះស្រាប់តែពេលលោកសុតថយចាប់លោកមិនចាញ់ស្រាប់តែងុយគេងមកស្លាប់ស្រាប់តែពន្លឺមេឃបើកពន្លឺពណ៌សភ្លេកមានព្រះអង្គមួយអង្គធំរៀងធំប្រហែលអាយុជា40-50ឆ្នាំគង់លើបល្ល័ង្កលោកថាបើអ្នកណាមិនទទួលបិតាជាអ្នកទទួលក៏ភ្ញាក់ពីគេងភ្លាមទៅសบายចិត្តក៏ចម្រើនធម៌ទៀតចម្រើនធម៌ទៅថ្ងៃមួយស្រាប់តែឃើញលើមេឃពន្លឺភ្លឺភេកពណ៌មាសស្អាតណាស់មានព្រះមួយអង្គស្អាតប្រកេះស្តៀងនឹងជាងគំនូរជាព្រះពុទ្ធជាងចឹងតែអ្វីដែលប្លែកលើប្រកេះរបស់ព្រះអង្គគឺមានពន្លឺឆប់ប៉ុនស្អាតមួយដុំដូចកងចក្រភ្លឺស្អាតណាស់នៅលើប្រកេះទៀតហើយសក់ព្រះអង្គមូលដុំដូចប្រាស់ជាងដូចគ្នាតែស្អាតប្រភ័ក្រគឺស្អាតណាស់ពណ៌ដូចមាសភ្លឺថ្លាសាច់លោកចពលោកពណ៌លឿងផ្លេកទៀតស្តៀងនឹងផ្កាយព្រះអង្គដែរតែត្រៃជីវរបើយើងមើលមែនតែនគឺដូចប្រែពណ៌គ្រប់លោកកំពុងតែឈរលើអាកាសហើយញញឹមមកឈរលើអាកាសញញឹមមកខ្យល់បក់ពេចត្រៃជីវររបស់លោកញឹមមកថាដល់វេលាហើយថ្ងៃនោះទីយប់ថ្ងៃកថាដល់វេលាហើយខ្ញុំក៏សប្បាយរីករាយបានឃើញថាជាព្រះតែលោកឲ្យលោកប្រាប់ព្រះនាមទេលោកថាលោកនេះឯងគឺពុទ្ធោលោកប្រាប់ថាយ៉ាងនេះគឺពុទ្ធោដែលខ្ញុំទន្ទិញនេះគឺពុទ្ធោ
ប៉ុន្តែប្រាស់យើងដែលគូនេះគូអត់ដូចប្រផាក់អត់ដូចគ្នាទេប្រាស់ខ្ញុំយកសពស្អាតណាស់ស្អាតជាងគំនូនោះរាប់លានដងស្អាតណាស់ផ្កាឈូកព្រះអង្គឈរនោះស្អាតណាស់លោកថាដល់វេលាហើយហើយចំពោះគ្រួសារខ្ញុំវិញក្នុងយប់នោះដូចគ្នាគាត់យកសពខេងប្រាស់ព្រំប្រាស់ជាច្រើនតម្រៀបជួចោះមកអាសនៈចុះអាសនៈដែលទៅព្រាបហើយបាន 2-3 ខែឃើញតម្រៀបជួមកដល់ពេលថ្ងៃពេញបរនោះខ្ញុំក៏ថ្វាយផ្លែឈើតាមជំនឿគ្រូគេថាថ្វាយផ្លែឈើថ្វាយអីទៅស្រាប់មានឯណាខ្លួនខ្ញុំអង្គុយប៉ែនភ្នែនសោះស្រាប់តែខ្លួនខ្ញុំអណ្ដែតពីលើអណ្ដែតហើយបោកខ្ញុំនឹងចិញ្ចាំងយាងសន្ធិដ្ឋខ្ញុំតែម្ដងយាងសន្ធិដ្ឋយាងក្រងខ្ញុំពេលនោះខ្ញុំលែងដឹងហើយប្រថាញញខ្ញុំរឹងពេកបើមិនបោកឲ្យសន្លប់ទេគឺយាងសន្ធិដ្ឋអត់បានតើតបោកឲ្យសន្លប់ទៅជាងបានតាំងពីនោះមកខ្ញុំបានបែកកាន់តែខ្លាំងទៀតគឺคล้ายជាស្នងបារមីលោកមកបង្រៀនធម៌ឲ្យយើងបង្រៀនធម៌ឲ្យយើងខំសមាធិប្រមូលអារម្មណ៍ចម្រើនមេត្តាភាវនាបង្រៀនធម៌ហើយសត្វតែយល់សពបន្តទៀតយល់សពខេងគេចាប់ជ្រូកយកទៅចាប់ជ្រូកយកទៅសត្វជ្រូកនោះទៅជាខ្ញុំគេថាអញជាជ្រូកតាមិនអញជាជ្រូកចឹងតែគេចាប់មន់យកទៅសម្លាប់សត្វខេងខ្ញុំនឹងជាមន់ទៀតខេងខ្ញុំនឹងកើតជាមន់ក្នុងយល់សពខេងកើតជាមន់សង្វែកណាគេយកទៅចាក់សម្លាប់ហើយអាណិតពួកមន់ផ្សេងទៀតក្រោយមកយកសពខេញជាគោក៏ខ្ញុំយកសពខេញខ្ញុំកាត់ជាគោយកសពខ្ញុំកាត់ជាត្រីឆ្ងល់ញាក់ឡើងក្នុងមួយយប់នោះយកសពច្រើនប្រភេទម្ល៉េះក៏សង្វេកអញកាត់ជាមន់ជាអាហាររបស់មនុស្សត្រូវមនុស្សសម្លាប់អញកាត់ជាជ្រូកត្រូវជាអាហាររបស់មនុស្សត្រូវមនុស្សសម្លាប់អញកាត់ជាគោអញកាត់ជាក្បីជាអាហារមនុស្សត្រូវគេសម្លាប់អញកើតជាត្រីជាអាហារមនុស្សត្រូវមនុស្សសម្លាប់សង្វេកណាស់ចម្រើនធម៌រាប់ថ្ងៃស្រាប់តែយូរទៅមើលខេញមន់ជាញាតខ្លួនឯងថាការពិតអញកើតជាមន់សត្វមន់ទាំងឡាយជាញាតរបស់អញតាអញស្លាប់កើតជាជ្រូកសត្វជ្រូកទាំងឡាយជាញាតរបស់អញតាកើតជាគោសត្វគោទាំងឡាយជាញាតរបស់អង្គអញតាអង្គអាត្មាអញតាគិតអញ្ចឹងកាត់ជាត្រីសត្វត្រីជាញាតិរបស់អញតាហេតុអីលោកអុយអញយល់យ៉ាងនេះហើយមើលទៅស្រាប់តែកពើមសាច់សាតទាំងអស់នោះលេបលែងចូលពេលដែលកពើមបំផុតថ្ងៃនោះគឺគ្រួសារខ្ញុំយកមន់ធ្វើមន់មហូបមន់គ្រាន់តែចោះមកញ៉ាំបាយក្លិនមន់ពេញខ្លួនទាំងអស់កពើមសាច់មន់ថាសាច់នេះសាច់ញាតិខ្លួនឯងសាច់ឈាមខ្លួនឯងដែលធ្លាប់កើតសត្វពូជមន់ទាំងអស់សិតតែជាពូជរបស់ខ្លួនត្រូវគេសម្លាប់លេបអត់ចូលប្រាប់គ្រួសារថាឈប់ហើយសាច់សាតលេបលែងចូលហើយសាច់ជ្រូកសាច់មន់សាច់ទាសាច់គោសាច់ក្បីលេបលែងចូលហើយចាប់ពីនោះទៅក៏ញ៉ាំបួសញ៉ាំអាហារដោយអត់មានជាតិសាច់ប្រុសលេបអត់ចូលក៏ខំចម្រើនធម៌ទៀតប្រាប់ព្រះអង្គថាខ្ញុំឈប់ញ៉ាំសាច់ហើយប្រុសសាច់មន់ជាញាតិខ្ញុំសាច់ជ្រូកជាញាតិខ្ញុំមិនគួរណាខ្ញុំញ៉ាំសាច់មន់សាច់ជ្រូកទេមិនខុសណាដែលខ្ញុំកើតជាមនុស្សនេះសត្វមនុស្សទាំងឡាយជាញាតិរបស់ខ្ញុំមិនគួរញ៉ាំសាច់មនុស្សដែរក៏ខំចម្រើនធម៌ទៅកាន់តែស្ងប់ប្រងាប់ពេលនោះការញ៉ាំអាហារបួសរបស់ខ្ញុំលើកទី1ក្នុងជីវិតខ្ញុំដោយសារកពើមនៃសាច់សាតទាំងឡាយមើលឃើញសាច់សាតទាំងឡាយជាញាតិរបស់ខ្ញុំទៅខ្ញុំឈប់ញ៉ាំ